សាកសពនៃរាងកាយដើមរបស់យូស៊ីនសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីសាកសពនៃរាងកាយដើមរបស់យូស៊ីនដែលយើងបានឃើញគេបង្ហាញហើយនៅក្នុង trailer ភាគទី26ហើយមុននឹងនិយាយអំពី trailer អញ្ចឹងយើងក៏មកមើលនឹងឈុតខ្លីជាមុនសិនផងដែរដោយឈុតខ្លីមួយនេះគឺបានបង្ហាញអំពីទស្សនវិជ្ជាមួយនៅក្នុងភ្នំហ្វឹងទូយើងក៏បានឃើញថាមាននៅព្រឹត្តិការណ៍មួយចំនួនក៏បានធ្វើនៅពិធីអ្វីម្យ៉ាងដែលធ្វើឲ្យ Channel ក៏មាននៅការងឿងឆ្ងល់ដូចគ្នាសួរទៀតថាតើព្រឹត្តិការណ៍ទាំងអស់នេះកំពុងតែធ្វើអ្វីនៅទីនេះបន្ទាប់មកយើងក៏បានឃើញនៅជើងខ្លាំងម្នាក់គាត់ក៏បាននិយាយដូចគ្នាថាបើសិនជាមិនមានអ្នកណាពេញចិត្តនោះទេឯងអាចចេញមកតវ៉ាបានសិស្សរបស់ខ្ញុំសៅស៊ីនឹងចូលរួមនៅក្នុងបញ្ហាប្រឈមមួយនេះហើយយើងក៏បានឃើញថាជួយឡធានស៊ឺក៏ត្រូវបានព្យាបាលឡើងមកវិញផងដែរសម្ពាធយ៉ាងខ្លាំងក្លាក៏ត្រូវបានចេញមកហើយបុគ្គលម្នាក់ក៏បានណែនាំឈ្មោះរបស់គាត់ផងដែរខ្ញុំឡាយហងបន្ទាប់មកក៏បានធ្វើការប្រើប្រាស់នៅស្នីរបស់គេក៏ហៅស្ដេចសាកសពធម្មពលយ៉ាងសន្ធោសន្ធៅវាក៏ត្រូវបានបញ្ចេញមកហើយឈ្នាន់បានត្រឹមតែនិយាយថាវាអាចទៅរួចដោយរបៀបណាបន្ទាប់ពីបានឃើញសាកសពមួយនោះគឺជាសាកសពរបស់យូស៊ីនហើយមុននឹងចូលដល់ការនិយាយអំពីសាកសពនៃរាងកាយដើមរបស់យូស៊ីនសម្រាប់អ្នកដែលចង់មើលនៅការសម្រាយរឿងអាចមើលនៅក្នុងប៉ា PRG សម្រាយរឿងបានដោយរាល់ភាគនីមួយៗគឺត្រូវបានសម្រាយឡើងដោយគ្មានរំលងសាច់រឿងហើយរាល់រដូវកាលនីមួយៗគឺត្រូវបានប្រមូលដាក់នៅក្នុងប៉ា PRG សម្រាយរឿងតោះឥឡូវយើងនិយាយអំពីសាកសពនៃរាងកាយដើមរបស់យូស៊ីនឬក៏ភាសាចិនថាលីងស៊ឺយូស៊ីនដោយលីងស៊ឺយូស៊ីនមួយនេះគឺជាសាកសពនៃរាងកាយដើមរបស់យូស៊ីនដែលបានស្លាប់ទៅកាលពី10000ឆ្នាំមុនដែលត្រូវបានយើងឃើញរួចមកហើយនៅក្នុងរដូវកាលទី2ក្រោយពេលយូស៊ីនស្លាប់ត្រូវបានឈិនចាន់យកនាងទៅកាន់ជ្រលងផ្កាដែលការយកទៅកាន់ជ្រលងផ្កានោះមិនមែនត្រឹមតែដើម្បីជួយយូស៊ីននោះទេក៏ប៉ុន្តែវាក៏បានបណ្ដុះបណ្ដាលនៅបច្ចេកទេសមួយដែលមានឈ្មោះថាកំណត់ត្រាភ្លេចភ្លាំងបន្ទាប់ពីអស់រយៈពេលយ៉ាងយូរ10000ឆ្នាំក្រោយមកវាក៏បានក្លាយទៅជាសាកសពបុរាណមួយនៅក្នុងចំណោមសាកសពបុរាណទាំង3ដែលត្រូវបានផ្សារភ្ជាប់ដោយនិកាយបើកសាកសពនៅក្នុងយុគសម័យនៃទេវកថាភ្នំអាទិទេពត្រូវបានលេចឡើងនៅក្នុងពិភពលោកវាស្របនឹងការរស់ឡើងវិញរបស់ឈឺណានដែលនេះក៏ជាចំណុចដែលធ្វើឲ្យនិកាយបើកសាកសពក៏លេចចេញសារជាថ្មីដូចគ្នានៅក្នុងអំឡុងពេលពិធីបើកឡើងវិញនៃនិកាយបើកសាកសពនៃរាងកាយដើមរបស់យូស៊ីនត្រូវបានបង្ហាញជាផ្លូវការហើយត្រូវបានស្គាល់ទៅដោយឈឺណានដោយនៅក្នុង trailer ភាគទី26ដែរប៉ុន្តែក្រោយមកបន្ទាប់ពីឈឺណានបានជួយឲ្យនាងរួចផុតពីការគ្រប់គ្រងរបស់និកាយបើកសាកសពអ្នកទាំងពីរក៏បានសហការគ្នានៅក្នុងការបំផ្លាញឈាមដ៏ទេវភាពនៃនិកាយបើកសាកសពដែលនាំទៅដល់ការបំផ្លិចបំផ្លាញទៅដល់និកាយដោយផ្ទាល់ក្រោយមកការចូលមកដល់ពេលវេលាបន្ទាប់លីងស៊ឺយូស៊ីនឬក៏ជាសាកសពនៃរាងកាយដើមរបស់យូស៊ីនបានតាមឈិនស៊ីរហូតទៅដល់ជ្រលងផ្កាហើយធ្វើការដាំដុះដោយឡែកចេញពីគ្នាហើយនាងក៏ជាអ្នកស្នងមរតកម្នាក់របស់គុយជូផងដែរហើយសាច់រឿងបន្ទាប់របស់លីងស៊ឺយូស៊ីនគឺនៅក្នុង Net Devil ឬក៏ជាឋាននរកលីងស៊ឺយូស៊ីនបានបង្ហាញនៅធម៌ពលនៃការប្រយុទ្ធរបស់នាងដែលស្ថិតនៅកម្រិតកំពូលនៃអាណាចក្រស្ដេចព្រះដែលវាបានន័យថាលីងស៊ឺយូស៊ីនស្ថិតនៅកម្រិតកំពូលនៃអាណាចក្រទី8ហើយលីងស៊ឺយូស៊ីនក៏បានជួយឈឺណាននៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងយូស៊ីនមួយទៀតដែលមានរហស្សនាមថាទេពអប្សរគ្មានបេះដូងដែលមានឈ្មោះថាធានជីយូស៊ីនដែលបានកើតចេញអំពីការហ្វឹកហាត់បច្ចេកទេសការភ្លេចភ្លាំងហើយសាច់រឿងបន្ទាប់របស់លីងស៊ឺយូស៊ីនបន្ទាប់ពីគ្រោះមហន្តរាយដ៏ធំស្មារតីវិញ្ញាណរបស់រៀនលីជឺវងដែលនាងបានកាប់បានរួមបញ្ចូលគ្នាជាមួយនឹងក្រុងឆ្អឹងរបស់រៀនលីជឺវងហើយនៅទីបំផុតនាងក៏ទទួលបាននៅបុគ្គលិកលក្ខណៈរបស់នាងពេញលេញឡើងមកវិញគឺបានន័យថាលីងស៊ឺយូស៊ីនក៏ដូចជាធានជីយូស៊ីនពួកគេគឺគ្រាន់តែជាផ្នែកមួយនៃយូស៊ីនតែប៉ុណ្ណោះហើយក្រោយការរួមបញ្ចូលជាមួយនឹងស្មារតីវិញ្ញាណរបស់រៀនលីជឺវងយូស៊ីនក៏ទទួលបាននៅលក្ខណៈដើមពេញលេញរបស់នាងមកវិញសរុបមកវិញការបង្ហាញខ្លួនរបស់លីងស៊ឺយូស៊ីនគឺមានធំចំនួន3ទី1គឺជាការបំផ្លាញនិកាយបើកសាកសពនៅក្នុងភាគទី26ទី2គឺជាការបង្ហាញខ្លួននៅក្នុងជ្រលងផ្កាហើយទី3គឺជាសមរភូមិរស់ឡើងវិញនៅក្នុងពិភពក្រោមដីឬក៏ជាឋាននរកហើយនិយាយអំពីសមត្ថភាពរបស់លីងស៊ឺយូស៊ីននៅពេលដែលរាងកាយរបស់នាងត្រូវបានបញ្ចេញនៅក្នុងអំឡុងពេលដាំដុះនៅបច្ចេកទេសកំណត់ត្រាភ្លេចភ្លាំងវាមានកម្លាំងទប់ទល់ជាមួយនឹងការវាយប្រហារអ្នកដែលស្ថិតនៅកម្រិតស្ដេចអធិស្ឋានគឺស្ដេចនៃព្រះ God King ដែលស្ថិតនៅអាណាចក្រទី8ហើយបន្ទាប់ពីការបង្ហាញខ្លួនសារជាថ្មីនាងមានសមត្ថភាពពិសេសនៅក្នុងការបន្សុទ្ធធម៌ពលមរណៈឬក៏ជាធម៌ពលស្លាប់ហើយអាចបញ្ចេញការវាយប្រហារនៅក្នុងតំបន់មួយដែលមាននូវផលប៉ះពាល់មានកម្រិតមួយជាក់ស្ដែងដូចជាការបំផ្លាញនៅឈាមដ៏ទេវភាពរបស់និកាយបើកសាកសពហើយនិយាយអំពីការវិវត្តសមត្ថភាពរបស់លីងស៊ឺយូស៊ីនវិញដោយចាប់តាំងពីត្រូវបានគ្រប់គ្រងទៅដោយនិកាយបើកសាកសពនាងមាននាមថាគឺជាស្ដេចនៃសាកសពក្រោយពីដឹង
ខ្លួនឡើងវិញបន្តិចម្ដងការដាំដុះរបស់នាងគឺបានឈានចូលមកដល់អាណាចក្រស្ដេចនៃព្រះកម្រិតកំពូលឬក៏ស្ថិតនៅកម្រិតទី3កម្រិតកំពូលអញ្ចឹងទាក់ទងជាមួយនឹងលេងសើយូស៊ីនឬក៏សាកសពនៃរាងកាយដើមរបស់យូស៊ីនគឺមានតែប៉ុណ្្នឹងឯងហើយឃើញខ្ញុំផុសនៅក្នុងប៉ាក់ King Seven តិចច្រឡំថាខ្ញុំដូរប៉ាក់អីទៀតទៅតាមពិតទៅប៉ាក់របស់ខ្ញុំគឺនៅដដែល PRG សម្រាយរឿងហើយមូលហេតុដែលមួយរយៈមុនខ្ញុំបដូរប៉ាក់ញឹកប្រហែលជាបងប្អូនមិនយល់នោះទេក៏ប៉ុន្តែបងប្អូនខ្លះទោះបីជាមិនប្រាប់ក៏គាត់យល់ដែរគឺថា YouTube ស្រឡាញ់ប៉ាក់ admin ពេកដូច្នេះហើយគឺចង់ឲ្យអ្នកដែលនៅក្នុងប៉ាក់ admin ទាំងអស់ហ្នឹងក្លាយទៅជាព្រះបន្ទាប់មកក៏បានបញ្ជូនសមាជិកប៉ាក់របស់ admin ហ្នឹងទៅចម្លងធរនៅភាគខាងលិចអញ្ចឹងប៉ាក់ទាំងអស់នោះគឺបានន័យថាទៅឥណ្ឌាអស់ហើយអរគុណសម្រាប់ការគាំទ្រជួបគ្នានៅក្នុងវីដេអូបន្ទាប់បើ Subscribe ហើយដាក់សញ្ញាកណ្ដឹងផងបើមិនទាន់ Subscribe ទេក៏ Subscribe ដាក់សញ្ញាកណ្ដឹងផងដែរ